សរសើរឲ្យចំណែនាំឲ្យត្រង់មិនថាយើងជាអ្នកដឹកនាំឬក៏អ្នកគ្រប់គ្រងកម្រិតណានោះទេប្រសិនបើថ្នាក់ក្រៅបង្គាប់ធ្វើបានល្អត្រូវតែសរសើរធ្វើមិនបានល្អត្រូវតែណែនាំដើម្បីកុំឲ្យពាក្យសម្ដីរបស់យើងវាคล้ายទៅជាសញ្ញាសួរសម្រាប់គេអសោះពេលខ្លះនៅពេលដែលយើងស្ទាក់ស្ទើរក្នុងការនិយាយត្រង់ទៅកាន់ក្រុមការងារប្រើការសរសើរលាយនឹងការរិះគន់វាអាចនឹងធ្វើឲ្យអ្នកក្រៅបង្គាប់វង្វេងវង្វាន់មិនដឹងថាខ្លួនគេធ្វើបានល្អឬក៏មិនបានល្អបើសរសើរឲ្យចំតែកុំបន្លំពាក្យរិះគន់កុំសរសើរគេហើយប៉ុន្តែបន្ថែមពាក្យថាប៉ុន្តែនៅពីក្រោយការធ្វើបែបនេះនឹងធ្វើឲ្យតម្លៃនៃពាក្យសរសើរវារលាយបាត់ទៅភ្លាមម្យ៉ាងវិញទៀតបើសរសើរត្រូវតែសរសើរឲ្យចំចំណុចកុំគ្រាន់តែនិយាយថាល្អណាស់ប៉ុន្តែត្រូវប្រាប់គេថាល្អត្រង់ណាការសរសើរចំគោលដៅគឺជាធម៌ពលដែលជំរុញឲ្យគេចង់ធ្វើរឿងនោះកាន់តែខ្លាំងឡើងក្នុងនាមជាអ្នកដឹកនាំបើគេធ្វើមិនទាន់ល្អត្រូវតែណែនាំផ្លូវនៅពេលដែលកំហុសកើតឡើងការស្ដីបន្ទោសដោយកំហឹងមិនមែនជាដំណោះស្រាយនោះទេអ្នកដឹកនាំដែលមានគុណធម៌គឺប្រើការណែនាំជំនួសដោយការវាយប្រហារស្ដីបន្ទោសឲ្យចំរឿងប្រាប់គេឲ្យចំពីចំណុចដែលខ្វះខាតហើយផ្អែកលើអង្គហេតុមិនមែនផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួនឯងតុល្យភាពនៃភាពម៉ឺងម៉ាត់គឺជាការលើកទឹកចិត្តកូនចៅបើគេខំគេនឹងទទួលបានការទទួលស្គាល់បើគេខុសគេនឹងទទួលបានការបង្រៀនភាពច្បាស់លាស់របស់អ្នកដឹកនាំគឺជាសុវត្ថិភាពផ្លូវចិត្តរបស់ក្រុមការងារកុំឲ្យការយោគយល់ខុសរឿងបំផ្លាញស្តង់ដារការងារហើយក៏កុំឲ្យភាពតឹងតែងជ្រុលបំផ្លាញទឹកចិត្តមនុស្សពូកែពាក្យសម្ដីរបស់អ្នកដឹកនាំគឺប្រៀបបីដូចជាអាវុធមុខពីរបើប្រើចំវានឹងកាប់ឆ្ការឧបសគ្គប៉ុន្តែបើប្រើខុសវានឹងមុតដៃខ្លួនឯងហើយដាច់ដោយបេះដូងកូនចៅចូលចាំថាសរសើរឲ្យចំសរសើរស្ដីបន្ទោសឲ្យចំស្ដីបន្ទោស